អត្ថន័យនិងប្រផ្នូលនៃការយល់សប្តិឃើញកង់រទេះឬក៏កង់រថយន្តយល់សប្តិឃើញកង់វិលយឺតទំនាយថាអ្នកនឹងត្រូវជួបការងារធ្ងន់ប៉ុន្តែនឹងទទួលបានលទ្ធផលជាទីគាប់ចិត្តមកវិញយល់សប្តិឃើញកង់នោះវិលលឿនជាប្រផ្នូលថាបំណងរបស់អ្នកក៏សម្រេចបានលឿនឆាប់រហ័សផងដែរយល់សប្តិឃើញបាត់កង់ណាមួយទំនាយថាអ្នកនឹងត្រូវធ្វើការផ្សងព្រេងយ៉ាងរំភើបនៅក្នុងចិត្តយល់សប្តិឃើញកង់ចាស់ប្រើការលែងកើតឬឃើញវាបាក់បែកទំនាយថាអ្នកនឹងត្រូវទទួលការខកចិត្តឬក៏ការបរាជ័យណាមួយព្រោះខ្វះសេចក្តីព្យាយាមយល់សប្តិឃើញកង់រថយន្តទំនាយថាអ្នកនឹងត្រូវមានការធ្វើដំណើរទៅទីណាមួយក្នុងរយៈពេលខ្លីយល់សប្តិឃើញកង់តូចក្រយានយន្តទំនាយថាអ្នកនឹងទទួលបានការពន្យាពេលថែមទៀតលើការងារដែលមិនទាន់ធ្វើរួចរាល់យល់សប្តិឃើញកង់របស់ម៉ាស៊ីនឬក៏ថាសឬអ្វីដែលវិលនៅក្នុងម៉ាស៊ីនទំនាយថាអ្នកនឹងត្រូវទទួលការផ្លាស់ប្ដូរទៅរកភាពប្រសើរជាងសពថ្ងៃយល់សប្តិឃើញកង់ល្អត្រឹមត្រូវទំនាយថាអ្នកនឹងបានជួបការផ្លាស់ប្ដូរមួយដែលអ្នកមិនពេញចិត្តទាំងស្រុងនោះទេតែក៏វាអាចធ្វើឲ្យអ្នកចំណេញផងដែរយល់សប្តិឃើញកង់ដែលក្មេងវាយលេងទំនាយថាអ្នកនឹងទទួលជោគជ័យតាមសេចក្តីព្យាយាមខ្លាំងក្លាបាទពុកម៉ែបងប្អូនសម្រាប់អត្ថន័យនៃការយល់សប្តិឃើញកង់ក៏បានបញ្ចប់ហើយជាចុងក្រោយខ្ញុំបាទក៏សូមគោរពជូនពរពុកម៉ែបងប្អូននៅរកទទួលទានមានបានធ្វើដំណើរទៅណាប្រកបដោយសេចក្តីសុខនិងសុវត្ថិភាពបាទសូមអរគុណសូមគោរពលា